អ៊ុយក្រែននិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីធនធានធម្មជាតិបាទសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទថ្ងៃនេះផងដែរគឺយើងបន្តព័ត៌មានផងដែរទៀតចំពោះប្រទេសអ៊ុយក្រែននិងសហរដ្ឋអាមេរិកជាមួយនឹងរុស្ស៊ីបាទព័ត៌មានថ្ងៃនេះក៏យើងមានពីរប្រធានបទដកស្រង់ចេញពីព័ត៌មាន Reuters បងប្អូនណាបាទអញ្ចឹងបាទហ្នឹងហើយអញ្ចឹងប្រទេសអ៊ុយក្រែននិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយចំនួនស្តីពីធនធានធម្មជាតិកិច្ចព្រមព្រៀងនេះផ្ដល់សិទ្ធិអាទិភាពដល់សហរដ្ឋអាមេរិកក្នុងការចូលរួមក្នុងគម្រោងធនធានថ្មីរបស់អ៊ុយក្រែននិងបង្កើនមូលនិធិវិនិយោគសម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែនផងដែរបាទកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុង Washington ដោយលោកស្រី Yulia Sviridenko អនុប្រធានាធិបតីទី1នៃប្រទេសអ៊ុយក្រែននិងលោក Scott Bessent រដ្ឋមន្ត្រីក្រសួងនៃសហរដ្ឋអាមេរិកបាទហ្នឹងហើយអញ្ចឹងគាត់ក៏បានអ៊ុយក្រែនបានចុះហត្ថលេខាបាទលើកិច្ចព្រមព្រៀងថ្មីតែម្ដងសម្រាប់សិទ្ធិអាទិភាពលើគម្រោងធនធានដើម្បីឲ្យអាមេរិកចូលទៅយើងយកធនធានហើយដោះដូរជាមួយនឹងអីផ្សេងទៀតដែលអ៊ុយក្រែនក៏ចង់បានអញ្ចឹងបងប្អូនបាទចឹងលោកស្រី Sviridenko បានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះអាចឲ្យនាំឲ្យមានចំនួនបន្ថែមពីសហរដ្ឋអាមេរិកដូចជាការផ្ដល់ប្រព័ន្ធការពារដែនអាកាសសហរដ្ឋអាមេរិកបានផ្ដល់ជំនួយជាង$72,000 លានដល់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ2022បាទចំណុចនេះផងដែរគឺអាមេរិកបានផ្ដល់ជំនួយនឹងតាំងពីប្រធានាធិបតីមុនបាទហ្នឹងហើយរហូតមកដល់លោកប្រធានាធិបតី Donald Trump ទៀតបាទអញ្ចឹងកិច្ចព្រមព្រៀងនេះมันមានការផ្ដល់ការធានាសន្តិសុខជាក់លាក់ពីសហរដ្ឋអាមេរិកទេប៉ុន្តែវាបានបង្ហាញពីការសហការរយៈពេលវែងរវាងប្រទេសទាំងពីរបាទអ៊ុយក្រែនរក្សាសិទ្ធិជាសេរីភាពលើធនធានធម្មជាតិរបស់ខ្លួននិងមិនមានបំណុលចំពោះសហរដ្ឋអាមេរិកក្រោយកិច្ចព្រមព្រៀងនេះទេបាទលោកប្រធានាធិបតី Volodymyr Zelensky បានបន្តបដិសេធសំណើរបស់សហរដ្ឋអាមេរិកដែលឲ្យគាត់ទទួលស្គាល់ថាការទាមទារដែនដីរបស់រុស្ស៊ីរួមទាំងតំបន់គ្រីមៀបាទយើងជារបស់រុស្ស៊ីផងដែរបាទអញ្ចឹងសារព័ត៌មានបាទគឺជាព័ត៌មានទី1ផងដែរបាទហ្នឹងហើយអរគុណបងប្អូនបើគិតថាព័ត៌មានចង់តាមដានព័ត៌មានបន្តទៀតសូមជួយ Subscribe អ្នកមួយផងបាទយើងចូលមកដល់ព័ត៌មានទី2ផងដែរបាទហ្នឹងហើយអញ្ចឹងយើងបន្តបាទក៏នៅតែបន្តផងដែរបាទហ្នឹងហើយអូខេអញ្ចឹងព័ត៌មានគឺកងកម្លាំងរបស់រុស្ស៊ីបានបាញ់ប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកបាទ drone និងមីស៊ីទៅលើក្រុងអូដេស៊ីដែលជាប្រលានយន្តហោះចម្បងនៅសមុទ្រខ្មែររបស់អ៊ុយក្រែនការបាញ់ប្រហារនេះបណ្ដាលឲ្យមានមនុស្សស្លាប់2នាក់និងរងរបួស15នាក់បងប្អូនណាការបាញ់ប្រហារនេះបានបំផ្លាញអគារស្នាក់នៅផ្ទះឯកជនផ្សារសាលារៀននិងយានយន្តជាច្រើនបងប្អូនហើយអគ្គិភ័យបានកើតឡើងនៅចំណុចជាច្រើននៃទីក្រុងនោះបាទហើយក្រុមជួយសង្គ្រោះក៏បានចូលទៅជួយសង្គ្រោះនិងគ្រប់គ្រងបានទាន់ពេលវេលាផងដែរបាទក្រុមហ៊ុនរដ្ឋាភិបាលបាទរថភ្លើងអ៊ុយក្រែនបាទបានរាយការណ៍ថាបណ្ដាញផ្លូវរថភ្លើងប្រព័ន្ធអគ្គិសនីនិងរថភ្លើងដឹកទំនិញ3បានរងការខូចខាតបាទបុគ្គលិករថភ្លើងម្នាក់បានស្លាប់ក្នុងការបាញ់ប្រហារនេះទោះបីជាមានការខូចខាតបាទក្នុងការដឹកជញ្ជូនទំនិញតាមរថភ្លើងអ្វីក៏ដោយក៏ចំណុចនេះគឺគេចង់និយាយថាចេះបងប្អូនបាទអញ្ចឹងពេលដែលយើងខាងរុស្ស៊ីបាញ់ប្រហារហ្នឹងគឺតាមផ្លូវដឹកជញ្ជូនទំនិញគឺបានខ្ទេចបាទភាគច្រើនប៉ុន្តែការដឹកជញ្ជូនទំនិញហ្នឹងគឺมันមានការរាំងស្ទះទេដោយត្រូវការបដូរជើងបាទបដូរផ្លូវបដូរអីទៀតដើម្បីឲ្យបានទំនិញទៅដល់ទីកន្លែងផ្សេងដែលអ៊ុយក្រែនគាត់ត្រូវដឹកទៅបាទតាមការវិភាគធម្មតាបងប្អូនបាទអញ្ចឹងការឆ្លើយតបពីកងកម្លាំងអាកាសរបស់អ៊ុយក្រែនវិញបាទផងដែរបាទមិនមែនថារុស្ស៊ីគាត់បាញ់ប្រហារចូលប៉ុណ្ណឹងអ៊ុយក្រែនគាត់អត់មានប្រព័ន្ធការពារដែនអាកាសទេមែនទេបងប្អូនបាទអញ្ចឹងកងកម្លាំងអាកាសរបស់អ៊ុយក្រែនបានរាយការណ៍ថារុស្ស៊ីបានបាញ់ប្រហារមីស៊ីលប៉ាឡេស្ទិកបាទ5គ្រាប់យន្តហោះគ្មានមនុស្សដើរចំនួន170គ្រឿងក្នុងនោះកងកម្លាំងអ៊ុយក្រែនបានបាញ់ធ្លាក់យន្តហោះចំនួនបាទ
យន្តហោះគ្មានលើបើកហ្នឹងចំនួន74គ្រឿងបាទច្រើនដែរបងប្អូនបាទយើងអាចទប់ទល់បាទខាងអ៊ុយក្រែនអាចទប់ទល់បានដែរបាទនឹងយន្តហោះ68គ្រឿងផ្សេងទៀតมันបានឈានដល់គោលដៅដោយសារបច្ចេកវិទ្យាប្រឆាំងអេឡិចត្រូនិកបាទអញ្ចឹងយើងសរុបជារួមទៅបាទ68គ្រឿង74គ្រឿងវាចូលដល់ជាង130គ្រឿង140អញ្ចឹងបើសិនជាមែនតើទៅក្នុងចំណោម170គ្រឿងគឺចូលបានតែ30ទៅ40គ្រឿងឯងបាទនេះបានន័យថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនគឺល្អបាទល្អមែនតើបាទចឹងស្ថានភាពនៃមីស៊ីលនិងយន្តហោះដែលនៅសេសសល់មិនទាន់បានបញ្ជាក់បានន័យថាមីស៊ីលនិងយន្តហោះផ្សេងទៀតបាទខាងអ៊ុយក្រែនមិនទាន់បានរាយការណ៍មកទៀតបាទចឹងស្ថានភាពនៅទីក្រុងកាឃីវបាទជាទីក្រុងធំបំផុតទី2នៃប្រទេសអ៊ុយក្រែនបាទគឺត្រូវរងការខូចខាតបាទមួយចំនួនផងដែរដោយសារតារុស្ស៊ីបងប្អូនណាបាទអញ្ចឹងបាទសេចក្តីសន្និដ្ឋានចុងក្រោយនេះគឺការបាញ់ប្រហារនេះបានបង្ហាញពីភាពតានតឹងរវាងអ៊ុយក្រែននិងរុស្ស៊ីផងដែរបងប្អូនណាបាទហ្នឹងហើយតែបើទោះបីជាមានការបាញ់ប្រហារនេះជាច្រើនក៏ដោយក៏អ៊ុយក្រែនបានបន្តការពារទឹកដីរបស់ខ្លួននិងរក្សាសេរីភាពជាតិបាទហ្នឹងហើយអញ្ចឹងមានន័យថាប្រព័ន្ធដែនអាកាសបាទការពាររបស់ខាងអ៊ុយក្រែនក៏នៅតែល្អបាទអរគុណចំពោះសម្រាប់ការស្ដាប់បើសិនបងប្អូនចង់បានទទួលព័ត៌មានបន្ថែមបាទតាមដានបន្តសូមជួយចុច Subscribe ខ្ញុំម្នាក់មួយផងបាទអរគុណច្រើនបងប្អូន